好，我知道卢总。好的。好。បាទសួស្តីបាទខ្ញុំចង់និយាយពីថាតើគេ apply matrix ចូលនៅក្នុង forecasting សេដ្ឋកិច្ចវាមិនទេបាទអញ្ចឹងយើងឧបមាចេះឧបមាថាឥឡូវយើងមានក្រុមហ៊ុនមួយឬក៏ប្រទេសមួយឥឡូវយើងនិយាយថាក្រុមហ៊ុនតូចមួយចុះយើងថាក្រុមហ៊ុនហ្នឹងមានមនុស្សថា1500នាក់អញ្ចឹងសុកក៏មានវិបត្តិសេដ្ឋកិច្ចអញ្ចឹងក្រុមហ៊ុនហ្នឹងក៏បិទទៅខ្សែធនអញ្ចឹងបុគ្គលិក1500នាក់ហ្នឹងត្រូវអត់ការងារធ្វើអញ្ចឹងយើងត្រូវយកអា1500ហ្នឹងជាគោលអញ្ចឹងនៅពេលដែលគាត់អត់ការងារធ្វើអញ្ចឹងគាត់ត្រូវស្វែងរកការងារធ្វើអញ្ចឹងយើងត្រូវតាំង matrix មួយជា matrix ដេកគេហៅថា matrix 1x2 បាទយើងតាំងវា0ហើយនឹង1500ដែល1500ហ្នឹងយើងតាំងឲ្យ unemployment តទៅពេល0យើងតាំងដោយ employmentចឹងបាទថាអ្នកមានការងារធ្វើគឺ0នាក់ហើយ1500នាក់គឺអត់ការងារធ្វើអញ្ចឹងឥឡូវយើងមើលតកតនឹង matrix មួយទៀតដែលគេត្រូវតាំងយើងឧបមាថាមនុស្សម្នាក់មានហៅថា probability ដែលគាត់អាចស្វែងរកការងារធ្វើបានណាបែរថា probability ដែលគាត់ហៅថាពីអត់ការងារធ្វើទៅមានការងារធ្វើយើងនិយាយថាពី unemployment ទៅ employment អញ្ចឹងឧបមាថាឥឡូវ probability ដែលគាត់ពីអត់ការងារធ្វើទៅមានការងារធ្វើវិញក្នុងកម្រិតថាឥឡូវថា 0.3% អញ្ចឹងហើយមួយទៀតយើងតាំង probability មួយទៀតដែលវាលោតពីគេឧបមាថាឥឡូវពីពី employment មក unemployment វិញអញ្ចឹងយើងបាន probability 2អញ្ចឹងយើងត្រូវ probability 2ទៀតដែលវាតាក់ទងពីមានការងារធ្វើទៅអត់ការងារធ្វើពីអត់ការងារធ្វើទៅអត់ការងារធ្វើបើថាគាត់អត់ការងារធ្វើហើយគាត់ហៅថាភាគរយដែលគាត់ apply ស្វែងរកការងារធ្វើនឹងអត់មានការងារធ្វើទៀតអញ្ចឹងមាន probability 4ដែលត្រូវយើងយកមកតាំងធ្វើ matrix មួយទៀតដែលគេហៅថា marker chain គេណាtransitional marker វាណាមានថាមិនមានន័យថាទី1យើងត្រូវ probability 2ហៅថា unemployment to unemployment to employment ពីមិញ unemployment to unemployment to employment បន្ទាប់មកទៀត employment to unemployment ហើយបន្ទាប់មកទៀត employment unemployment to unemployment អញ្ចឹងយើងត្រូវ matrix រហូតដល់4បាទបើថាគាត់ហក់ពីមានការធ្វើទៅអត់ការធ្វើពីអត់ការងារធ្វើទៅអត់ការងារធ្វើពីមានការងារធ្វើទៅអត់ការងារធ្វើហើយដល់ពីមានការងារធ្វើទៅមានការងារធ្វើអញ្ចឹងយើងត្រូវ matrix 4ដើម្បីយកមកតាំងនៅក្នុង matrix យើងហ្នឹងអញ្ចឹងអាហ្នឹងឯងគឺជាបែបបទនៃការយើង apply matrix ចូលនៅក្នុងហៅថាការ forecasting សេដ្ឋកិច្ចបើថាយើងត្រូវ matrix 2ដើម្បីយើងយកមកគុណគ្នាដើម្បីយើង forecasting នៅក្នុងរយៈពេលមួយឧបមាថាឥឡូវយើងបាន matrix ហ្នឹងទាំងពីរមកហើយមានថា matrix 1x2 1
ហើយ matrix 2 គុណ 2 មួយទៀត2 គុណ 2 បានថាយើងនិយាយទៅកម្រិតលក្ខណៈពីពីជំហាន1ទៅជំហាន1បានថាពី employment to employment ពី employment to unemployment ពី unemployment to employment ពី unemployment to unemployment អញ្ចឹងយើងសិក្សា14ហ្នឹងទេអញ្ចឹងបានថា matrix 2 គុណ 2 អញ្ចឹងយើងត្រូវយក matrix 2 ហ្នឹងយកមកគុណគ្នាដើម្បី forecasting ទៅលើ period ណាមួយដែលយើងឧបមាថាឥឡូវបើសិនជាយើងចង់បានថាឥឡូវយើង forecasting ដល់ឥឡូវថា10ឆ្នាំទៀតតើគាត់នៅតែមានការងារធ្វើឬក៏អត់ការងារធ្វើអញ្ចឹងយើងអាច apply តាមហៅថាអ្វីដែលខ្ញុំនិយាយហ្នឹងទៅគឺយើងអាចដឹងហើយថាតើគាត់10ឆ្នាំទៀតតើគាត់ហៅថាមានការធ្វើឬក៏អត់ការងារធ្វើវាប្រៀបដូចជានៅក្នុងប្រទេសមួយដែរយើងអាច forecasting ទៅលើចំនួនប្រជាជនឧបមាថាឥឡូវបើសិនជាប្រជាជន10លាននាក់គាត់អត់មានការងារធ្វើអញ្ចឹងយើងអាចយកទ្រឹស្ដីហ្នឹងយកទៅ apply ចូល forecasting ថាឥឡូវ5ឆ្នាំទៀត10ឆ្នាំទៀតតើវានៅប្រជាជននៅតែអត់ការធ្វើឬក៏ប្រជាជននៅតែមានការធ្វើយើងអាច apply matrix ចូលបានណាបាទអញ្ចឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងបាទ